ចាត់ដោយសារតែគណៈនេះលោកប្រចាំដិតលោកកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយហើយដូច្នេះនាងខ្ញុំសូមសម្ដែងនៅភារវកិច្ចស្វាគមន៍ទៅកាន់លោកប្រចាំដិតតែម្ដងចាសូមជម្រាបសួរលោកប្រចាំដិតបាទសូមជម្រាបសួរចាសុខសប្បាយទេថ្ងៃនេះបាទខ្ញុំសុខជាធម្មតាទេចាឲ្យតេតងនឹងការដែលអញ្ជើញចូលរួមផ្ដល់ជាកិច្ចសម្ភាសដល់នីតិសុខភាពថ្ងៃនេះតើជាលើកទីប្រមាណហើយលោកប្រចាំដិតបាទនេះជាលើកទី1សម្រាប់ខ្ញុំដែលមកផ្ដល់បទសម្ភាសឲ្យវិទ្យុផ្កាឈូកចាលើកទី1ចាអរគុណតេតងទៅនឹងការបម្រើបងប្អូនប្រជាពលរដ្ឋក៏ដូចជាការងារវិញតើបច្ចុប្បន្នយ៉ាងម៉េចដែរវល់មានញឹកដែរទេចាលោកចំដិតចាបាទអរគុណច្រើនតើតើនឹងស្ថានភាពដោយសារស្ថានភាពកូវីដគាត់ស្ងប់ស្ងាត់ឡើងវិញឥឡូវនេះប្រជាពលរដ្ឋយើងចាប់ផ្ដើមមកទទួលសេវាសុខភាពបានច្រើនហើយបាទចាអរគុណច្រើនចាលោកនាងស្ទីមេត្រីយើងដឹងហើយទោះបីជាលោកចក្តិតលោករវល់មមាញឹកនៅក្នុងការបំពេញតួនាទីភារកិច្ចក៏ដូចជាការបម្រើទៅលើបងប្អូនប្រជាពលរដ្ឋក៏ពិតមែនប៉ុន្តែលោកនៅតែឆ្លៀតឱកាសក្នុងការចូលរួមដល់នីតិសុខភាពដើម្បីផ្ដល់ជាចំណេះដឹងទៅជាបទពិសោធន៍ល្អៗជូនទៅដល់លោកអ្នកដែលកំពុងតែស្ដាប់និងទស្សនាផងដែរអញ្ចឹងដើម្បីឲ្យលោកអ្នកបានយល់ដឹងកាន់តែច្បាស់អ្វីដែលយើងហៅថាជំងឺដំបៅកាពះនេះខ្ញុំសូមឈានទៅដល់កិច្ចសម្ភាសជាមួយនឹងលោកចក្តិតតែម្ដងចាតែជាដំបូងសូមគោរពជំរាបសួរទៅកាន់លោកចក្តិតចង់ឲ្យលោកចក្តិតជួយបញ្យល់ថាអ្វីទៅដែលយើងហៅថាក្រពះហើយតើក្រពះដែលនៅក្នុងសារពាង្គកាយមនុស្សយើងតើវាមានមុខងារក៏ដូចជាតួនាទីសំខាន់យ៉ាងណាដែរទៅចាលោកចក្តិតចាសូមគោរពអញ្ជើញតែម្ដងជាបឋមខ្ញុំសូមអរគុណដល់វិទ្យុផ្កាឈូកបានបង្កើតកម្មវិធីនីតិសុខភាពហើយបានអញ្ជើញវិជ្ជាបណ្ឌិតឯកទេសជាច្រើនមកផ្ដល់ជាចំណេះដឹងដូចជាចែកម្លែកបទពិសោធន៍ផ្ទាល់ខ្លួនចែកជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងឲ្យបានយល់អំពីសុខភាពបាទហើយដូចយើងបាននិយាយលើកឡើងពីខាងដើមអញ្ចឹងថ្ងៃនេះខ្ញុំបានលើកយកប្រធានបទមួយទាក់ទងនឹងជំងឺដំបៅកាពះបាទយើងដឹងស្រាប់ហើយថាកាពះគឺជាសរីរាង្គមួយប្រហោងដែលគេចាត់ទុកវាទៅក្នុងគេហៅប្រព័ន្ធប្រដាប់រំលាយអាហារបាទហើយកាពះវាមានមុខនីតិច្រើនណាជាពិសេសបន្ទាប់ពីយើងញ៉ាំចំណីចូលគឺកាពះចាប់ដូចជាថង់មួយអញ្ចឹងបន្ទាប់ពីយើងញ៉ាំចូលគឺចំណីទាំងអស់ទៅធ្លាក់ចូលទៅក្នុងកាពះបាទទី2វាមានតួនាទីគេហៅថាជាកន្លែងដែលអង់ស៊ីមនិងហូម៉ូនជាមួយនឹងអាស៊ីតណាអាស៊ីតវាច្បល់នៅក្នុងហ្នឹងបាទហើយបន្ទាប់ពីមុខងារទាំងពីរខាងលើហើយហ្នឹងកាពះមានតួនាទីគឺរុញច្រានចំណីទាំងអស់ហ្នឹងឲ្យចូលទៅក្នុងសរីរាង្គបន្ទាប់ដូចជាពោះវៀនតូចណាអញ្ចឹងតួនាទីទាំងអស់ហ្នឹងហើយជាតួនាទីសំខាន់ណារបស់កាពះបាទដោយសារកាពះវាមានតួនាទីសំខាន់អញ្ចឹងយើងត្រូវដឹងស្គាល់ពីទីតាំងរបស់កាពះតើកាពះស្ថិតនៅទីតាំងណាជាទូទៅកាពះវាមានសន្តាននៅរូបរាងដូចអក្សរស៊ីណាអក្សរស៊ីបាទហើយវាស្ថិតនៅផ្នែកចុងដង្ហើមយើងហើយឈាងមកខាងឆ្វេងបន្តិចបាទចាអរគុណច្រើនដល់លោកជាបណ្ឌិតដែលបានបកស្រាយយ៉ាងក្បោះក្បាយអ្វីដែលយើងហៅថាក្រពះហើយនឹងមុខងារតួនាទីរបស់ក្រពះអញ្ចឹងយើងដឹងហើយថាក្រពះវាគឺជាថង់មួយដែលវាមានសារៈប្រយោជន៍មែនទែននៅក្នុងសារពាង្គកាយរបស់យើងចាអរគុណអញ្ចឹងងាកមកប្រធានបទរបស់យើងថ្ងៃនេះវិញចាលោកជាបណ្ឌិតខ្ញុំចង់ដឹងផងដែរថាអ្វីដែលយើងហៅថាជំងឺដំបៅកាពះនេះចាសូមគោរពអញ្ជើញបាទអរគុណច្រើនជំងឺដំបៅកាពះត្រូវបានគេឲ្យនិយមន័យថាគឺជាការលេចឡើងនៅដំបៅទៅលើផ្នែកខាងក្នុងរបស់កាពះបាទអញ្ចឹងចង់ដឹងផងដែរថាជំងឺដំបៅកាពះនេះតើវាមានការបែងចែកជាប្រមាណប្រភេទប្រមាណផ្នែកដែរចាលោកចាំដិតចាបាទជាទូទៅជំងឺដំបៅកាពះត្រូវបានគេចែកចេញជា2បាទគឺដំបៅដែលស្ថិតនៅលើសរីរាង្គកាពះតែម្ដងទី1ទី2គឺដំបៅដែលកើតឡើងនៅលើដើមពោះវៀនតូចដែលជាប់ជាមួយនឹងកាពះនោះបាទចាហើយភាគច្រើនជំងឺគេឃើញញឹកញាប់គឺនៅនឹងសរីរាង្គកាពះហ្នឹងឯងបាទចាអរគុណចាអញ្ចឹងតាមបទពិសោធន៍ដែលលោកចាប់ដិតទៅធ្វើការព្យាបាលក៏ដូចជាទទួលអ្នកជំងឺដែលគាត់ទៅទទួលសេវាហ្នឹងចង់ដឹងអំពីស្ថានភាពបច្ចុប្បន្នតើអ្នកជំងឺដែលគាត់មានជំងឺដំបៅកាពះតើបច្ចុប្បន្នមានចំនួនច្រើនទេលោកចាប់ដិតចាបាទដោយសារតែឥឡូវនេះប្រជាជនគាត់មានការយល់ដឹងពីបញ្ហាសុខភាពបាទហើយបន្ទាប់ពីគាត់មានសញ្ញាខ្លះតាក់ទងនឹងកាពះគាត់មកគាត់អញ្ជើញបានទៅទទួលសេវាសុខភាពអញ្ចឹងយើងអាចធ្វើការរកតាក់ទងជំងឺដំបៅកាពះឃើញមានការកើនឡើង
ចាចាំមានន័យថាគឺថាមកដល់បច្ចុប្បន្នហ្នឹងជំងឺអ្នកដែលកើតជំងឺដំបៅកាពះគឺថាមានចំនួនច្រើន បាទមានចំនួនច្រើន ចាដោយសារតែលោកចាំដឹកបានបញ្ជាក់ថាវាមានចំនួនច្រើនអញ្ចឹងខ្ញុំចង់ដឹងអំពីកត្តាហានិភ័យក៏ដូចជាមូលហេតុអ្វីដែលបង្កឲ្យមនុស្សយើងហ្នឹងកើតនៅជំងឺដំបៅកាពះនេះចា បាទធម្មតាតែមានហេតុគឺមានផលហើយណាបាទអញ្ចឹងដំបៅកាពះមិនមែនសុកវាកើតមកដោយខ្លួនវាទេណាបាទអញ្ចឹងវាមានមូលហេតុរបស់វាអញ្ចឹងមូលហេតុជាច្រើនខ្ញុំនឹងរៀបរាប់បន្តិចទីនេះណាបាទតែយើងត្រូវដឹងដំបូងហ្នឹងគឺមូលហេតុចម្បងគឺមេរោគកាពះបាទចាដែលភាសាបរទេសថា Helicobacter pylori បាទមេរោគកាពះហ្នឹងវាតូចទេណាតែវាឆ្លងតាមរយៈចំណីអាហារមិនស្អាតដែលយើងញ៉ាំចូលជាប្រចាំថ្ងៃរបស់យើងណាចាបាទទី2តកតងនឹងថ្នាំមួយចំនួនដែលប្រជាពលរដ្ឋយើងគាត់បានប្រើប្រាស់មិនត្រឹមត្រូវឬក៏គាត់ប្រើប្រាស់ដោយខ្លួនគាត់មិនបានទៅពិគ្រោះជាមួយវិជ្ជបណ្ឌិតជំនាញចាដូចជាថ្នាំពពួកអាស្ពីរីនណាថ្នាំអាស្ពីរីនពពួកថ្នាំពួកបំបត្តិការឈឺចាប់ពួកគេហៅពួក NSAID ណាឬក៏ ANS ហ្នឹងអញ្ចឹងពួកហ្នឹងវានៅពេលដែលយើងប្រើទៅវាធ្វើឲ្យវាមានបញ្ហាតុកសិកទៅលើកាពះហ្នឹងចាបាទហើយទី3ដែលខ្មែរយើងច្រើនដែលនិយមហើយនេះគឺថ្នាំសរសៃហ្នឹងបាទចាអានេះកាលណាយើងប្រើទៅវាធ្វើឲ្យប៉ះពាល់ទៅលើកាពះហើយតុកសិកទៅលើកាពះហើយបាទចាហើយនឹងមូលហេតុផ្សេងទៀតដូចជាបារីស្រាណាពួកអាល់កុលចាហើយនឹងបញ្ហា stress ហើយមួយចំនួនទៀតបាទចាអាចបណ្ដាលឲ្យមានបញ្ហាទៅលើកាពះហ្នឹងចាបាទប្រិមត្តកំពុងតែស្ដាប់នីតិសុខភាពរបស់វិទ្យុកាឈូប្រធានបទជំងឺដំបៅក្រពះដែលកំពុងតែមានការចូលរួមបកស្រាយដោយលោកវេជ្ជបណ្ឌិតតូចសូរីណាឯកទេសថ្លើមក្រពះពូវៀននិងជាប្រធានផ្នែករងនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈនិងជាប្រធានគ្លីនិកតូចសូរីណាចាស់នេះខ្ញុំក៏សូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់គ្រឹះស្ថានបោះពុម្ពផ្សាយផ្កាឈូករមណីយដ្ឋានពិកនិចនិងសប្បុរសជននានាដែលបានចូលរួមគាំទ្រផងដែរចាអរគុណច្រើនដល់លោកចាំដិតដែលបានបកស្រាយទៅដូចជាយល់ទាក់ទងអំពីមូលហេតុដែលបង្កឲ្យមនុស្សយើងកើតនៅជំងឺដំបៅកាពះហ្នឹងនាងខ្ញុំចាប់អារម្មណ៍ទាក់ទងទៅនឹងប្រភេទថ្នាំដែលលោកចាំដិតថាថ្នាំដែលយើងប្រើទៅយើងប្រើតាមចិត្តខ្លួនឯងមិនបានទៅពិភាក្សាជាមួយពេទ្យចុះបើជាក់ស្ដែងដូចបច្ចុប្បន្នហ្នឹងប្រជាពលរដ្ឋយើងទោះតែយើងថាមានជំងឺធ្ងន់ធ្ងរបានយើងទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យជំងឺហើយបានទទួលថ្នាំតាមព្រួយចុះបើសិនជាដូចរហដងអញ្ចឹងគាត់ថាគាត់គ្រាន់តែឈឺក្បាលចុកពោះអីធម្មតាគាត់ទៅហារវល់ផងគាត់ទៅតាមហ្វាម៉ាស៊ីគ្រាន់តែវាយថ្នាំអីអញ្ចឹងតើអាហ្នឹងវាអាចបង្កពេលដែលលីបទៅតើវាអាចបង្កឲ្យដំបៅកាពះដែរទេចាលោកយ៉ាំដិតចាបាទអរគុណបើសិនជាអាការៈគាត់គ្រាន់តែឈឺក្បាលឈឺពោះអញ្ចឹងគាត់គ្រាន់តែអាចប្រើថ្នាំចាតិចតួចណាចាកាលណាគាត់ប្រើដល់រយៈពេលវែងហើយចូលដល់អាថ្នាំកម្រិតបំបត្តិការឈឺចាប់កម្រិត2ណាអាហ្នឹងវាអាចធ្វើឲ្យប៉ះពាល់បាទចាអរគុណច្រើនចាចេះតើតើទៅនឹងជុំវិញទៅនឹងមូលហេតុដែលធ្វើឲ្យយើងដំបៅកាពះខ្ញុំចង់ដឹងអំពីកត្តាចំណីអាហារវិញចាលោកចាប់ដិតតើកត្តាចំណីអាហារវាអាចចូលរួមនៅក្នុងការឲ្យយើងដំបៅកាពះទេហើយក៏ចង់ដឹងថាតើចំណីអាហារតើវាអាចថាប្រភេទណាដែរចាជាទូទៅតើតើនឹងកត្តាចំណីអាហារវាអាចចូលរួមខ្លះដែរណាចាបាទបើសិនជាអ្នកនោះគាត់មានបញ្ហាគេហៅថារលាកកាពះហើយណាហើយគាត់បានបន្តអាហារតើតើនឹងអាហារដែលមានជាតិហឹរអាហារដែលមានជាតិហ្គាសឬក៏អាហារប្រភេទជូរណាអញ្ចឹងកត្តាទាំងអស់ហ្នឹងវាបង្កហានិភ័យដល់កាពះគាត់ណាអាចធ្វើឲ្យវិវត្តទៅធ្ងន់ធ្ងរចាអរគុណច្រើនចាអរគុណអញ្ចឹងខ្ញុំចង់ដឹងផងដែរថាមនុស្សម្នាក់ដែលគាត់មាននៅជំងឺដំបៅកាពះវិញចាលោកចាប់ដិតចង់ដឹងអំពីរោគសញ្ញាអាការៈវិញថាតើគាត់មានអាការៈបែបណាដើម្បីស្ដែងចេញថាយើងមើលទាំងភ្នែកថាគាត់នឹងកើតនៅជំងឺដំបៅកាពះនេះចាបាទអរគុណជាទូទៅជំងឺមួយវាស្ដែងចេញរោគសញ្ញាផ្សេងគ្នាចាហើយសម្រាប់ជំងឺដំបៅកាពះនេះ
រោគសញ្ញាដែលវាស្ដែងចេញញឹកញាប់ធ្វើឲ្យអ្នកជំងឺគាត់ទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យហ្នឹងអញ្ចឹងអ្នកជំងឺអាចចេញជារោគសញ្ញាដូចជាគាត់ឈឺឆ្អល់នៅចុងដង្ហើមបាទជាតំបន់សរីរាង្គកាពះនៅហ្នឹងចាទី2សញ្ញាគាត់ឈឺជារបៀបលមូលណាលមូលចាដូចថាលមូលពោះហ្នឹងលោកចំដិតបាទលមូលដូចយើងលមូលពើមួយតែលមូលនៅខាងផ្នែកណាដែរផ្នែកចុងដង្ហើមអូចុងដង្ហើមតែម្ដងចាឬក៏ដូចរលាកណាឈឺដូចរលាកបាទហើយទី3ហ្នឹងការដែលឈឺចាប់របស់គាត់ហ្នឹងអត់មានចាក់ទៅណាទេគឺស្ថិតនៅតំបន់ចុងដង្ហើមហ្នឹងបណ្ដោយតែផ្នែកចុងដង្ហើមហ្នឹងទេអត់មានចាក់ទៅណាផ្សេងទេណាចាបាទហើយទី4ហ្នឹងអ្នកជំងឺគាត់អាចមានអាការៈឈឺចាប់ខ្លាំងបន្ទាប់ពីគាត់ញ៉ាំចំណីអាហារហើយចា3ទៅ4ម៉ោងក្រោយបាទចាហេតុអីបើគាត់ញ៉ាំអាហារ3 4ម៉ោងក្រោយគាត់បែរជាឈឺចាប់វិញចាបាទព្រោះយើងដឹងហើយថានៅពេលដែលចំណីចូលទៅក្នុងកាពះចាប់ផ្ដើមធ្វើការអូចាអាស៊ីតក្លូរីទិកកាពះចាប់ផ្ដើមបញ្ចេញមកចាអញ្ចឹងនៅពេលហ្នឹងហើយវាស្របជាមួយនឹងកាពះយើងវាមានដំបៅស្រាប់ណាចាបាទយើងមើលតែយើងពងបែកមាត់តិចតួចហ្នឹងដាក់ប្រៃចូលទៅហ្នឹងចង់ចាហោះហើយទម្រាំតែកាពះយើងចាមានអាស៊ីតទៀតណាអញ្ចឹងមានការជឿចាប់ខ្លាំងហើយមួយទៀតគឺនៅពេលយប់គាត់មានអាការៈជឿចាប់ដែរនៅពេលយប់បាទអានឹងជាសញ្ញាអ្នកជំងឺដំបៅកាពះតែគាត់ជួបញឹកញាប់ហើយមកជួបគ្រូពេទ្យហ្នឹងចាអរគុណចាតាមអ្វីដែលលោកចាប់បានលើកឡើងអំពីអាការៈរោគសញ្ញាគឺថាមានឆ្អល់មានកាហាយមានឈឺអីទាំងអស់ហ្នឹងតើតើតើទៅរោគសញ្ញាទាំងអស់ហ្នឹងតើវាអាចច្រឡំទៅនឹងជំងឺអ្វីផ្សេងទេលោកបណ្ឌិតចាធម្មតាជាងដឹងនៅតំបន់ហ្នឹងវាមានសរីរាង្គផ្សេងទៀតបាទចាអញ្ចឹងរោគសញ្ញាទាំងអស់នោះវាអាចច្រឡំជាមួយនឹងជំងឺផ្សេងទៀតដូចជាជំងឺរលាករំពេងណារំពេងនៅក្រៅនឹងដែរចាឬក៏អ្នកដែលមានជំងឺបេះដូងណាឈឺបេះដូងអ្នកខ្លះមិនឈឺនៅទ្រូងទេតែឈឺនៅចុងដង្ហើមនឹងដែរអញ្ចឹងបើសិនជាអ្នកចាស់ឲ្យគាត់មានការប្រុងប្រយ័ត្នណាចាបាទអញ្ចឹងមិនមែនថាឈឺចុងដង្ហើមដឹងតែកាពះទាំងអស់ទេចាអញ្ចឹងត្រូវគិតដល់ជំងឺអីផ្សេងទៀតបាទក្រៅពីជំងឺកាពះចាចាអរគុណច្រើនចាអញ្ចឹងតាក់ទងទៅនឹងវ័យក៏ដូចជាភេទវិញលោកចំដិតចង់ដឹងផងដែរថាអ្នកដែលគាត់មានជំងឺដំបៅកាពះហ្នឹងចង់ដឹងថាតាមបទពិសោធន៍ដែលលោកចំដិតទទួលព្យាបាលចង់ដឹងថាភាគច្រើនគាត់កើតទៅលើវ័យណាអាចថាចាស់ឬក្មេងហើយស្ត្រីឬបុរសដែលគាត់ទទួលរងនៅជំងឺនេះច្រើនចាបាទអរគុណតាមបទពិសោធន៍ខ្ញុំអ្នកជំងឺដំបៅកាពះដែលខ្ញុំជួបដែលខ្ញុំបម្រើការរាល់ថ្ងៃណាចាខ្ញុំសង្កេតឃើញថាអ្នកដែលចាប់ពីអាយុ50ឆ្នាំឡើងទៅបាទ50ឆ្នាំឡើងគឺវ័យចាស់បាទមិនជួបក្មេងទេបាទចាហើយសង្កេតឃើញថាមានបរិសុទ្ធច្រើនជាងស្ត្រីហេតុអ្វីបានបរិសុទ្ធច្រើនជាងលោកចំណិតយើងសង្កេតឃើញថាបើស្ត្រីម្នាក់គឺយើងជួបបរិសុទ្ធអត់3នាក់ចឹងចាបរិសុទ្ធ3នាក់ស្ត្រីម្នាក់ចាច្រើនជាងយើងអាចគិតទៅលើកត្តាមួយចំនួនដូចជាកត្តាបារីបាទចាឬក៏ស្រាព្រោះយើងដឹងថាបរិសុទ្ធហើយគាត់ចូលចិត្តស្រាមកភាសាស្រាឬក៏បារីច្រើនជាងនារីណាបាទគឺតើតើនឹងវ័យវិញហេតុអ្វីបានជា50ឡើងទៅគាត់កើតច្រើនជាងចុះក្មេងៗគាត់ដែរកើតទេលោកចំណិតដោយសារតែបទពិសោធន៍ខ្ញុំជាមួយមនុស្សចាស់ខ្ញុំសង្កេតឃើញណាច្រើនជាងអ្នកដែលវ័យក្មេងមកពីគ្រោះបាទចាហើយបើយើងគិតមើលទៅណាចាស់គាត់ប្រឈមមុខច្រើននៅពេលដែលគាត់ចាស់ទៅអ្វីគឺវាចាស់ទៅតាមនឹងឧទាហរណ៍ថាដូចឆ្អឹងណាឆ្អឹងអ្នកដែលចាស់គាត់ចាប់ផ្ដើមមានបញ្ហាឆ្អឹងណាចាបាទនៅពេលដែលមានបញ្ហាឆ្អឹងគាត់ទៅមានការប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់ចាបាទអាហ្នឹងជាកត្តាមួយដែរទី2ខ្ញុំជឿថាអ្នកដែលមានវ័យចាស់គាត់មានបញ្ហា stress ច្រើនជាងក្មេងចាហើយកត្តា stress ការពិបាកចិត្តហ្នឹងក៏ធ្វើឲ្យយើងមានបញ្ហាកាពះដែរបាទចាបាទតែធ្វើសบายចាអញ្ចឹងហើយណាបាទយើងសង្កេតឃើញថាមនុស្សចាស់ច្រើនជាងក្មេងចាអរគុណច្រើនលោកចាប់ដិតអញ្ចឹងខ្ញុំចង់ដឹងផងដែរលោកចាប់ដិតមនុស្សម្នាក់ដែលគាត់មាននៅជំងឺដំបៅកាពះហើយតើខ្លួនគាត់ផ្ទាល់តើគាត់មានបញ្ហាលំបាកអ្វីខ្លះដែរទៅចាតកតងនឹងការលំបាកក្រៅពីអ្វីដែលគាត់ត្អូញត្អែខ្លាំងគឺរោគសញ្ញាតែហ្មងណារោគសញ្ញាដែលលេចឡើងនៅនឹងខ្លួនគាត់ណាចាក្រៅពីចុកឆ្អល់
ពិបាកញ៉ាំទៅកាហាយ ចា ហើយពេលខ្លះយប់ឡើងអញ្ចឹងគាត់សម្រានអត់បានចុះគីឡូអញ្ចឹងធ្វើឲ្យអាការរស់នៅរបស់គាត់ហ្នឹងហាក់ដូចជាมันមានផាសុខភាពសោះ ចារំខានតែម្ដង ខានគាត់ហ្មងបាទអញ្ចឹងគាត់ត្រូវតែស្វះស្វែងរកគ្រូពេទ្យជំនាញដើម្បីប្រឹក្សាយោបល់ពីបញ្ហារបស់គាត់ ចា